គ្នាសូមស្វាគមន៍មកកាន់ថ្ងៃទី3នៅទី1ហើយនេះយើងទៅ Pub Street ដែរដើម្បីដើរទស្សនាទីកន្លែងរបស់យើងដើម្បីធ្វើការនេះហើយហ្នឹងយើងធ្វើការយកតែមកខាងនេះព្រឹកមីគីឡូឆានេះចុងណៃទៅមកចុងណៃតើយើងចាំវិធីទៀតយើងទៅធ្វើការទាំងអស់គ្នាណាហ្នឹងហើយបន្ទាប់ពីខ្ញុំញ៉ាំអាហារពេលព្រឹករួចខ្ញុំក៏បានជាមួយគ្នានឹងបងហ្នឹងក៏បានចូលទៅក្រោមដើម្បីចាំគ្នាជុំគ្នាដើម្បីធ្វើដំណើរទៅកាន់ Pub Street ដែលជាទីតាំងផ្ទាល់នៃការធ្វើការរបស់យើងហើយយើងថ្ងៃនេះគឺដើរទៅមើលសិនទៅមើលទីតាំងផ្ទាល់ហើយល្ងាចនេះផ្ទាល់គឺយើងធ្វើការយកតែម្ដងហើយនេះគឺថាសកម្មភាពសប្បាយដើរជុំគ្នាជាមួយបងអញ្ចឹងសប្បាយខ្លាំងមែនតើពួកខ្លះចង់ស្ទាវតពួរនិងស្ទាវជ័រកែងមកពីខាងណាដែលស្គាល់គ្នាយើងក៏បានឡើងលើឡានក្រុងដើម្បីធ្វើដំណើរទៅកាន់ Pub Street ប៉ុន្តែយើងជិះដល់ Pub Street ទេព្រោះយើងត្រូវបិទផ្លូវដើម្បីរក្សាចរាចរណ៍ល្អផងដែរដើម្បីកម្មវិធីរលូនអញ្ចឹងយើងក៏បានចុះដើរពីសួនប្រតិដំណាក់ទៅកាន់ Pub Street បងក្រុមការងារក៏គាត់បានមកទទួលពួកខ្ញុំដើម្បីធ្វើការដើរបង្ហាញទីតាំងនីមួយៗដែលពួកខ្ញុំត្រូវធ្វើការនៅទីនេះផងដែរអញ្ចឹងទៅតាមដានសកម្មភាពរបស់ខ្ញុំទាំងអស់គ្នាខ្ញុំមាននិយាយចូលទេព្រោះខ្ញុំត្រូវដាក់សកម្មភាពដែលខ្ញុំត្រូវដើរមើលទីតាំងនៅ Pub Street ហ្នឹងជូនបងប្អូនទាំងអស់គ្នាមើលអូខេនេះក៏យើងដើរមើលល្បាតជាមួយដែរដើរស្បាយទៅសប្បាយជំរឿនថ្ងៃ start ការងារមែនតើចឹងនេះគឺជាសកម្មភាពរបស់បងក្រុមការងារគាត់បានដងពួកខ្ញុំដើរមើលកន្លែងដែលពួកខ្ញុំត្រូវធ្វើការងារគោលដៅទីតាំងដែលពួកយើងត្រូវល្បាតត្រូវដើរមើលដើម្បីឲ្យការងាររលូនកុំឲ្យមានបញ្ហានៅពេលដែលយើងធ្វើការងារផងដែរបន្ទាប់ពីយើងដោះហត់ហើយយើងមករកអីញ៉ាំអីនៅទៅវ៉ែនសិនបាទស្រែកទឹកខ្លាំងណាស់បន្ទាប់ពីខ្ញុំចូល7ទៅឲ្យញ៉ាំហើយយើងក៏បានបន្តដើរទៅមើលការងារយើងបន្តទៀតដើរមើលថាកន្លែងណាដែលយើងត្រូវ stand by កន្លែងណាដែលយើងត្រូវចល័តđểចឹងទៅធ្វើការងារចឹងទៅហើយបន្ទាប់មកយើងក៏ទៅទីស្នាក់ការកណ្ដាលរបស់យើងវិញគឺនៅសួនព្រះរាជដំណាក់ដើម្បីធ្វើការញ៉ាំអាហារថ្ងៃត្រង់ក៏ដូចជាសម្រាកចឹងទៅហើយយើងត្រៀមក្នុងការធ្វើការនៅល្ងាចនេះផងដែរបាយយើងបាយទៀតហើយមេបាយអំស៊ីកមុនលើធ្វើសន្សុកមកបាយបងអង្គុយចាំការងារអត់ទេមានណាបន្ទាប់ពីញ៉ាំបាយបងក៏សម្រាកអង្គុយលេងអញ្ចឹងទៅហើយបន្ទាប់មកខ្ញុំក៏បានឡើងឡានធ្វើដំណើរមកកាន់សន្តាគាររបស់ខ្ញុំវិញដើម្បីងូតទឹកសម្រាកសម្រួលខ្លួនក្នុងការធ្វើការនៅល្ងាចនេះហើយល្ងាចនេះគឺជាការងារសាកល្បងនៅថ្ងៃទី13ទេមិនមែនជាថ្ងៃទី14អូខេធៀមប្រហែលល្ងាចហ្នឹងបរោយថ្ងៃទី1ចេញធ្វើការយើងក៏បានធ្វើដំណើរទៅកាន់ Pub Street ដើម្បីធ្វើការងារនៅល្ងាចនេះផងដែរនេះគឺជាសកម្មភាពដែលបងក៏ចាប់ផ្ដើមដើរបែងចែកពួកខ្ញុំទាំងអស់គ្នាដែលជាសមាជិកនឹងទៅតាមគោលដៅទៅតាមការងារនីមួយៗដែលយើងបានប្រជុំបានបែងចែកគ្នាមកហើយនៅថ្ងៃទី13នេះផងដែរគឺថានៅ Pub Street ចាប់ផ្ដើមលេងទឹកបដាហើយអញ្ចឹងចំពោះពួកខ្ញុំជាអ្នកស្ម័គ្រចិត្តជាអ្នកឆ្លាតជាអ្នកមើលការខុសត្រូវនៅទីនេះគឺថាស្ទឹកផ្ដើហ្នឹងហើយព្រោះមានការលេងពីសំណាក់បងប្អូននៅទីនេះផងដែរគឺថាគាត់លេងទាំងអស់គ្នាហ្មងតាំងអ្នកស្ម័គ្រចិត្តទាំងបងប្អូនដែលជាអ្នកមកលេងហ្នឹងគាត់ចាប់ដើមលេងទាំងអស់គ្នាហ្មងថាសប្បាយខ្លាំងមែនតើហើយការងាររបស់ខ្ញុំគឺការងារល្បាតចឹងដើរឆ្លាតមើលការខុសត្រូវនៅទីនេះគឺថាមានបញ្ហាអីពួកខ្ញុំត្រូវតែមើលទៅជួយដោះស្រាយអញ្ចឹងទៅមិនជួយដោះស្រាយណាទេព្រោះក៏មានបងប៉ូលីសដែរអញ្ចឹងយើងទៅមើលថាការងារបញ្ហាហ្នឹងធំអត់អីចឹងទៅអញ្ចឹងយើងក៏ហ្នឹងហើយការងារមានប៉ុណ្ណឹងទេមិនសូវពិបាកមិនសូវហត់ទេក៏អត់ត្រូវក្តៅដែរព្រោះការងារខ្ញុំតែពេលយប់ទេអញ្ចឹងហ្នឹងហើយតាមទស្សនៈសកម្មភាពរបស់ខ្ញុំបន្តទៀតទៅគឺថាមានអ្វីសប្បាយទៀតដែរ
អូខេនេះគឺជាសកម្មភាពការងារយើងធ្វើការផងយើងលេងកំសាន្តសប្បាយផងចឹងទៅហើយហ្នឹងហើយខ្ញុំបន្តទៅធ្វើការចប់ហើយចាំម៉ោង9ជាងព្រោះខ្ញុំក៏ទៅឈៀលលេងសប្បាយរួមលេងកំសាន្តនៅតំបន់ Pop Street នឹងផងដែរព្រោះម៉ោង9ជាងពួកខ្ញុំចាប់ដើមសម្រាប់បដាហើយចឹងបន្តពីនឹងមកខ្ញុំក៏បានធ្វើដំណើរទៅកាន់សន្តាគាររបស់យើងវិញហើយវីដេអូនេះក៏បញ្ចប់ប៉ុណ្ណឹងដែរអរគុណអញ្ចឹងនៅប្រូអស់ហើយចូលយកអូខេហើយខ្ញុំបានដល់បន្ទប់របស់ខ្ញុំវិញហើយបន្ទាប់ពីធ្វើការសមក្នុងការធ្វើការអស់រយៈពេលមួយយូរដែរថាមួយសៅរ៍វិញមកតែម្ដងអូខេឡើយបានហើយខ្ញុំទៅគាត់ទៅហើយភាព3ចប់ប៉ុណ្ណឹងហើយគាត់បើបាយអ្នកនរគ្នា